នេះបងប្អូនចង់ប្រាប់ពីវិធីខ្ទឹមនេះជាជំងឺជាបា100មុខឯណោះសម្រាប់អ្នកកាន់ហារីក៏ដូចជាបេះដូងលោតញាប់ពេលខ្លះលោតពុតលោតថារួចថប់ធុងចាគឺប្រការបំផុតគឺបេះដូងខ្ទឹមសម្រួលទៅសាច់ឈាមបានលឿនចុកកចុកក្រួយខ្នងអីហ្នឹងដាក់ខ្ទឹមទៅមិនខុសទេហើយខ្ញុំធ្លាប់បេះដូងខ្ញុំធ្វើទុកកាលហ្នឹងខ្ញុំញ៉ាំថ្នាំហៅថាញ៉ាំថ្នាំសម្រត់ដើម្បីចង់ស្គមបងប្អូនអើយញ៉ាំហើយគឺចុកទ្រូងបេះដូងលោតខ្ញុំធ្លាប់ញ៉ាំថ្នាំសម្រត់រហូតទៅ3គីឡូយើងឡើងតិចក៏មិនថ្មីដែរតែសំខាន់គឺវិធីដែលឲ្យបាត់បេះដូងលោតគឺខ្ទឹមនឹងឯងពេលដែលលោតលឿនពេកយើងបុកអត់តាន់ណាយើងបុកខ្ទឹមអត់តាន់យើងត្រូវការប្របាយវា3 4ដុំហិតយកហ្មងយើងហឺ3 4ស៊ុតឲ្យដល់ក្នុងពោះបន្ទាប់មកបងប្អូនលេងញ័របេះដូងតែនេះពីវិធីព្រលឹមឡើងកុំទាន់ញ៉ាំអីទាំងអស់គឺត្រូវតែញ៉ាំខ្ទឹមបុកឲ្យម៉ត់ហើយញ៉ាំជាមួយនឹងទឹកក្លាសេចាឲ្យគួយនៅមុខកង្ហារទៅគួយខ្លាំងតិចពេលដែលយើងញ៉ាំយើងក៏បានធ្វើអីទាំងអស់គឺអង្គុយនៅលក្ខភាពសុខភាពបាច់នឹងមកហើយនេះគឺជាទឹកចាទឹកតិចអញ្ចឹងក្លាសេឲ្យតិចមកដើម្បីញ៉ាំទៅស្រួលខ្លួនតែបើសិនជាពុកម៉ែបងប្អូនពេលដែលញ៉ាំហើយធ្វើទុកដូចជាស្រាវស្រាញទឹកមាត់យើងអង្គុយមកស្ទុះទៅស្ដាប់ទឹកមាត់នឹងចេញទៅហើយព្រោះថ្នាំគេហៅថាថ្នាំសុបខ្ញុំថ្នាំសុបគឺខ្ទឹមមិនងាយណាបងប្អូនណាញាប់បេះដូងលោតចង់កាំងណាបាទខ្ទឹមយងទេហើយនេះទឹកអរគុណច្រើននេះខ្ញុំញ៉ាំឲ្យមើល